នៅក្នុងយុគសម័យ AI ឬបញ្ញាសិប្បនិម្មិតអាចធ្វើអ្វីបានគ្រប់យ៉ាងតើអ្នកធ្លាប់គិតទេថាមានអ្វីមួយដែលបច្ចេកវិទ្យាដ៏ឆ្លាតវៃនេះមិនអាចចម្លងតាមអ្នកបានទាល់តែសោះសូមមើលឲ្យដល់ចប់ជាមួយគ្នាណាទោះបីជាពិភពលោកផ្លាស់ប្ដូរទៅយ៉ាងណាឬ AI ដើរតួសំខាន់យ៉ាងណាក្នុងពេលអនាគតក៏ដោយក៏ព្រះបន្ទូលនៅក្នុងគម្ពីរនៅតែរំលឹកយើងថាចិត្តគំនិតនិងសេចក្តីស្រឡាញ់របស់មនុស្សជាតិគឺជាអ្វីដែលម៉ាស៊ីនឬបច្ចេកវិទ្យាមិនអាចចម្លងតាមបានឡើយហើយអាវុធដ៏មានឥទ្ធិពលបំផុតដែល AI គ្មានថ្ងៃមាននោះគឺសេចក្តីស្រឡាញ់ដ៏ពិតប្រាកដចេញពីដួងចិត្តទោះពិភពលោកដើរលឿនដល់ណាក៏កុំភ្លេចថែរក្សាដួងចិត្តនិងចែករំលែកក្តីស្រឡាញ់ទៅកាន់មនុស្សជុំវិញខ្លួនផងដែរ AI អាចមានទិន្នន័យរាប់លានប៉ុន្តែវាមិនអាចស្គាល់ពីអារម្មណ៍ឈឺចាប់មិនអាចយល់ពីតម្លៃនៃការលះបង់និងមិនអាចបង្កើតសេចក្តីស្រឡាញ់ពិតប្រាកដចេញពីបេះដូងបានឡើយដូច្នេះដូចមានសេចក្តីចែងទុកនៅក្នុងគម្ពីរកូរិនថូសទី1ជំពូក13ខ13ថាឥឡូវនេះនៅមានសេចក្តីជំនឿសេចក្តីសង្ឃឹមនិងសេចក្តីស្រឡាញ់ទាំង3មុខនេះតែសេចក្តីដែលពិសេសជាងគេគឺជាសេចក្តីស្រឡាញ់ដូច្នេះមិនចាំបាច់បារម្ភពីអនាគតដែលពោរពេញទៅដោយបច្ចេកវិទ្យានោះទេចូលរក្សាសេចក្តីស្រឡាញ់និងចិត្តគំនិតដ៏ល្អបរិសុទ្ធរបស់អ្នកចុះព្រោះនោះជាអត្តសញ្ញាណដ៏វិសេសដែលព្រះបានប្រទានមកដល់អ្នករាល់គ្នាតើអ្នកយល់យ៉ាងណាដែរចំពោះ AI នេះសូមខមមិនមតិនៅខាងក្រោមប្រសិនបើវីដេអូនេះផ្ដល់កម្លាំងចិត្តដល់អ្នកសូមជួយចុច follow ម្នាក់មួយហើយ share ទៅកាន់មនុស្សដែលអ្នកស្រឡាញ់ផងដែរសូមអរគុណសូមព្រះប្រទានពរ